នេះគឺជាទស្សនវិជ្ជាមួយដែលក្រុមការងារសសយកស្រុកពីមជ័រដែលបានរៀបចំការបល័យតែងារជូនទៅដល់បងបងវីរៈកងទ័ពក៏ដូចជាជនភៀសសឹកដែលការពារបូរណភាពទឹកដីផងដែរនៅពេលដែលនាងខ្ញុំមកដល់គ្នាខ្ញុំមានអារម្មណ៍ថារំភើបខ្លាំងមែនទែនហើយជាពិសេសនៅពេលដែលខ្ញុំចាប់ផ្ដើមសម្ភាសជាមួយនឹងប្រជាពលរដ្ឋនៅទីនេះក៏ដូចជាសិស្សានុសិស្សគឺពួកគាត់មានអារម្មណ៍ក្តុកក្តួលទឹកភ្នែករលីងរលងនេះមិនមែនជាលើកទី1ទេដែលសសយកស្រុកពីមជ័រគឺគាត់បានរៀបចំការបល័យតែងារនេះជូនទៅដល់បងបងកងទ័ពលើកទី2ហើយបងបងអាចមើលបានត្រីគឺល្អខ្លាំងមែនតើតែម្ដងណាហើយពេលនោះផងដែរនាងខ្ញុំបានជួបសម្ភាសជាមួយនឹងប្រជាពលរដ្ឋសិស្សានុសិស្សក៏ដូចជាអ្នកដែលគាត់យកជំនួយមកដល់ទីនេះជំនួយនឹងដូចជាមានត្រីងៀតមានត្រីឆ្អើរមាននំចំណីចំណុកដើម្បីឧបត្ថម្ភជូនទៅដល់បងបងដែលគាត់កំពុងតែធ្វើត្រីនៅទីនេះផងដែរហើយខ្ញុំក៏បានជួបសម្ភាសជាមួយនឹងអ៊ំស្រីម្នាក់ដែលគាត់មានកូនជាទាហានហើយគាត់ក៏បានបង្ហាញអារម្មណ៍ថាមកធ្វើត្រីផ្ដាល់ទៅស្មោះភូមិមកអ៊ំឈឺចាប់អត់នៅពេលដែលមានសង្គ្រាមឈឺណាស់ខ្លាំងណាស់ឈឺចាប់កូនមានធ្វើទាហានដែរខ្ញុំខកណាស់ខ្ញុំឈឺចាប់ណាស់ខ្ញុំឲ្យឈ្នះចាអ៊ំចង់បានអីជាងគេអ៊ំចង់បានសមត្ថភាពចង់បានសុខសូមជូនពរកូននៅស្មោះភូមិមកហើយកូនឈ្នះកុំឲ្យមានអីសត្រូវសូមមកឈ្នះឲ្យមកពីមុខឲ្យឡើងមកក្នុងឲ្យអាលាយកុំឲ្យនេះខាងឲ្យអាលាយ